มองมองไปหน้าវិញ សៀមប៉ាងគឺជាស្រុកមួយក្នុងខេត្តស្ទឹងត្រែងដែលស្ថិតនៅតាមបណ្ដោយទន្លេសេកុងក្នុងតំបន់យ៉ាងមិនដែរក្នុងមួយតំបន់នេះមានប្រជាពលរដ្ឋជាច្រើនបានពឹងផ្អែកលើជីវភាពប្រចាំថ្ងៃដោយការនេសាទនិងលក់ត្រី មូលហេតុអី ត្រីបានក្លាយជាផ្នែកសំខាន់នៃសេដ្ឋកិច្ចតាមបណ្ដោយ ចឹងបើយើងធៀបទៅនឹងតំណែងផ្សេងតម្លៃមួយដល់4000 5000មកចកោមនឹងយ៉ាងមិនដែរ ប្រពៃណី ដូចយើងទិញអីផ្សេងចឹង ពីជំនាន់មុននៅរៀងរាល់ព្រឹក អាណាថ្លៃជាង យើងអាចលឺ ឧទាហរណ៍ថាយើងទិញស្ករអំបិលបច្ចេកហើយនឹងត្រីណាមួយណាថ្លៃជាងដូចស្ករ1គីឡូអញ្ចឹង1គីឡូប៉ុន្មានស្ករ ត្រីនាំយកត្រីស្រស់ចេញពីទន្លេសេកុងមកលក់ឲ្យប្រជាជន ស្ករសយើង និងអ្នកទិញខ្លះទៀត យកទៅលក់ស្មើនឹងត្រីនេះណា នៅរដូវទឹកសុទ្ធនេះត្រីរួមមានត្រីកា ហើយនៅភូមិណាដែរស្រី និងត្រីឆ្ពិនរួមទាំងត្រីតូចចាត់ទូទៀត អូខេ ត្រីអរគុណមិនត្រឹមតែជាការធ្វើ ត្រីនេះ ប្រចាំ នេសាទ នៃ ថ្ងៃ គ្ ក៏ រួ ទិញ សារ ត ជនបទទេ ត្រី ប៉ុន្តែវាក៏ជាផ្នែកមួយ តពី នៃ គេ អ 1គីឡូ ត្ត បាន សញ្ញាណវប្បធម៌តាមទន្លេផងដែរអ្នកលក់ត្រីជាច្រើនជាស្ត្រី ពេល ដែល ដែលសម្បូរហ្នឹងក្នុង ក្នុង 1គីឡូ លក់ត្រី ប្រហែលយើងទិញមក ត្រីនិងបញ្ជូនត្រីទៅទីផ្សារធំ ចឹងយើងលក់ចេញ នៅ បាន ក្រុងស្ទឹងត្រែងឬខេត្តជាប់ព្រំដែនឡាវ ប្រភេទត្រីអីដែរ ជាមួយកម្ពុជាការលក់ត្រីក៏បានជួយឲ្យមានសហគមន៍ស្ត្រីនេសាទ អាហ្នឹងត្រីទន្លេឬមួយក៏ត្រីចាំ ជួយគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ជីវភាពរដ្ឋបាលស្រុកនិងមន្ទីរទេសចរខេត្តស្ទឹងត្រែងក៏បានជួយផ្សព្វផ្សាយផលិតផលត្រីជាប្រពៃណីដើម្បីជំរុញទេសចរនិងសេដ្ឋកិច្ចក្នុងតំបន់អ្នកទេសចរដែលមកទស្សនាសៀមប៉ាងអាចទទួលទានម្ហូបត្រីស្រស់ជាពិសេសម្ហូបជនជាតិដើមអ្នកខេត្តស្ទឹងត្រែងដូចជាត្រីអាំង